ตกแต่งទាំងតាម ដងផ្លូវអីរាជធានីភ្នំពេញមានភ្លើងចាមានភ្លើងពណ៌មានប្រជាពលរដ្ឋច្រើនដែលគាត់ចូលរួមហើយបននេះជាបនប្រពៃណីជាតិខ្មែរជាដូនតាបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយដើម្បីប្រារព្ធធ្វើពិធីនេះរៀងរាល់ឆ្នាំជារៀងរាល់ឆ្នាំក្នុងមួយឆ្នាំម្ដងជាបុណ្យជាតិរបស់ប្រជាពលរដ្ឋខ្មែរយើងចាហើយបុណ្យនេះมันអាចខានបានទេទោះបីស្រុកយើងមានការបន្ទុះសារាយតិចតួចចាក្នុងអ្នកជិតខាងក៏យើងនៅតែត្រូវធ្វើដែរជាបុណ្យប្រពៃណីហើយក៏យើងមិនភ្លេចគុណដែរហើយបុណ្យនេះគឺរំលឹកគុណបាំងស្កូលទៅតាមប្រពៃណីប្រជាពលរដ្ឋតាមលក្ខណៈគ្រួសារក៏តាមស្ថាប័នយើងធ្វើដើម្បីគេហៅថាឧទ្ទិសកុសលទៅញាតិសន្តានទាំង7សន្តានរបស់ក្រុមគ្រួសារនីមួយៗទាំងអស់ហើយព្រមទាំងរដ្ឋាភិបាលយើងក៏បានធ្វើពិធីចាបាំងស្កូលទៅឲ្យកងទ័ពវីរៈកងទ័ពគ្រប់ជំនាន់ទាំងអស់ចាទាំងអតីតកាលទាំងបច្ចុប្បន្នដើម្បីបាំងស្កូលឧទ្ទិសជូនដែលគាត់បានពលីជីវិតបូជាជីវិតដើម្បីប្រទេសជាតិទាំងមូលចាយើងមិនភ្លេចគុណទេចាយើងមិនភ្លេចគុណនៅគេហៅថានៅវីរៈភាពអង្អាចរបស់គាត់ដែលគាត់បានតស៊ូការពារទឹកដីកម្ពុជាយើងនេះចាអរគុណច្រើនអ្នកបងអញ្ជើញមកតាំងពីម៉ោងប្រហែលដែរចាខ្ញុំមកតាំងពីព្រឹកចាយើងមកមើលធ្វើកម្មវិធីទទួលទេវតាចាកម្មវិធីទូលទេវតាមានកម្មវិធីពូនភ្នំខ្សាច់មានកម្មវិធីស្រង់ទឹកស្រង់ព្រះអីចឹងទៅជាដើមចាទៅតាមប្រពៃណីរបស់យើងចាហ្នឹងតាមកម្មវិធីទៅតាមថ្ងៃនីមួយប៉ុន្តែព្រឹកមិញនេះគឺថ្ងៃដំបូងការទទួលទេវតាឆ្នាំថ្មីដែលលោកចុះមកប្រោះព្រំដល់ប្រទេសកម្ពុជាយើងឲ្យប្រជាពលរដ្ឋយើងមានសុខភាពល្អជ័យជំនះឈ្នះគ្រប់អស់មានសត្រូវទាំងឡាយទាំងអស់ចាសូមអរគុណចាអរគុណយើងឃើញថាមានការរៀបចំនៅកម្មវិធីកំសាន្តច្រើនមែនទែននៅក្នុងបរិវេណចាវត្តភ្នំនេះអញ្ចឹងថាតើតាំងពីព្រឹករហូតមកដល់ស្មាននេះបងបានអញ្ជើញចូលរួមលេងកំសាន្តនៅក្នុងកម្មវិធីអីខ្លះដែរហើយចាយើងមានកម្មវិធីដូចជាបាញ់ទឹកចាដូចជាលាបស្អីប៉ាត់ម្សៅអីតិចតួចចាហើយក៏មានលេងបោះអង្គុញអីទៅតាមផ្ទះតាមភូមិឋានអីចឹងណាហើយខ្ញុំមើលឃើញថាជាការពិធីនេះជាការកិច្ចការមួយល្អដែរដើម្បីតាក់ទាញទេសចរឲ្យគាត់ចូលចិត្តហើយខ្ញុំមិញខ្ញុំជួបបរទេសម្នាក់ហើយក៏បានសួរគាត់ថាវប្បធម៌ខ្មែរគឺល្អហើយធ្វើទៅតាមប្រពៃណីមានរយៈពេល3ថ្ងៃហ្នឹងគាត់មករស់នៅស្រុកខ្មែរនេះ4ឆ្នាំហើយគាត់មានកូនចាគាត់មានកូនមានអីកើតនៅនេះហើយគាត់បានចូលរួមគ្រប់ឆ្នាំទាំងអស់ហើយគឺឃើញថាសប្បាយប្រជាពលរដ្ឋយើងមានការស្លូតបូតមានការរស់រាយរាក់ទាក់តំណតំណងល្អហើយនេះក៏ជាការតាក់ទាញទេសចរដើម្បីឲ្យមកគេហៅថាដើរកំសាន្តមើលទស្សនានៅក្នុងប្រទេសកម្ពុជាយើងដែរចាហើយក៏ជាបង្កើនគេហៅថាចំណូលសេដ្ឋកិច្ចមួយដែរសម្រាប់ជាតិយើងទាំងមូលចាអរគុណអ្នកបងជាចុងក្រោយតើអ្នកបងមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជារបស់យើងជាពិសេសចាបងកងទ័ពនិងជនភៀសសឹកចាជាកិច្ចសម្ភារបញ្ចប់នេះខ្ញុំសូមថ្លែងអរគុណដល់រដ្ឋាភិបាលដែលបានបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានគេហៅថាមានឱកាសចូលរួមសប្បាយទោះបីគេហៅថាមានការគេហៅថាបន្ទុះសារាយខ្លះនៅតាមព្រំដែនក៏យើងនៅតែបង្កលក្ខណៈឲ្យប្រជាពលរដ្ឋមានការសប្បាយដើម្បីគេហៅថាថែរក្សាប្រពៃណីជាតិខ្មែរយើងចាហើយនេះជាគេហៅថាលបែងសម្រាប់ប្រជាពលរដ្ឋយើងបានចូលរួមទាំងអស់គ្នាហ្នឹងគឺមើលឃើញថាប្រជាពលរដ្ឋច្រើនមែនតើចាច្រើនណាស់ចូលរួមសប្បាយចាអរគុណចាអរគុណច្រើនអ្នកបងដែលបានផ្ដល់ពេលវេលាចាអរគុណចាទស្សនិកជនជាទីគោរពចាយើងឃើញថាតាំងពីម៉ោង4រហូតមកដល់ពេលនេះ
នៅទីតាំងវត្តភ្នំនេះគឺមានបងប្អូនប្រជាពលរដ្ឋច្រើនមែនទែនមកទស្សនាហើយការលេងល្បែងប្រជាប្រិយនិងល្បែងកំសាន្តនានាគឺនៅខាងក្រោមនិងបរិវេណជុំវិញនេះគឺកំពុងតែមានការលេងជាបន្តបន្ទាប់និងចូលរួមយ៉ាងសកម្មពីបងប្អូនប្រជាពលរដ្ឋរបស់យើងនៅពេលនេះសូមអញ្ជើញទស្សនិកជនជួបជាមួយនឹងចាពិធីករពិធីការនេះនៅស្ថានីយកណ្ដាលវិញម្ដងបាទអរគុណលោកស្រីហេងសីស្រស់ដែលបានធ្វើសេចក្តីរាយការណ៍នៅឯតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំដោយដែលយើងឃើញទស្សនវិជ្ជាទាំងស្រុងហើយគឺយើងឃើញមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកកកចាប់ដើមនៅពេលល្ងាចវេលាម៉ោងប្រហែលជា5:20នាទីជាងដែលឃើញថាពួកគាត់បានមកលេងកម្សាន្តនៅដែលតំបន់រមណីយដ្ឋានវត្តភ្នំនេះគឺជាពេលវេលាមួយដ៏ល្អត្រជាក់ដែលងាយស្រួលឲ្យអំណោយផលនៅក្នុងការប្រារព្ធនៅព្រឹត្តិការណ៍នគរសង្ក្រាន្តនេះឡើងហើយនៅតំបន់រមណីយដ្ឋានវត្តភ្នំនេះទៀតសោតក្រៅពីរមណីយដ្ឋានវត្តភ្នំនៅក្បែរនោះនៅឯតំបន់អាហារសួតវឌ្ឍនៈគឺមានជាការរៀបចំនៅភូមិវប្បធម៌ហើយក៏ដូចជាការបង្ហាញនៅស្តង់ពិព័រណ៍នគរសង្ក្រាន្តជាច្រើនទៀតអញ្ចឹងបងប្អូនអាចទៅកំសាន្តនិងដើរលេងនៅតំបន់នោះគឺជាច្រើនទីតាំងផងដែរបាទអរគុណលោកសំណាងនៅប្រទេសនេះយើងនឹងបន្តទៅកាន់ក្រុមការងាររបស់យើងនៅឯតំបន់ចា Walk Street ដូច្នេះសូមអញ្ជើញទស្សនានៅរូបភាពចេញពីទីនោះបងប្អូនទាំងអស់ជាគោរពជាទីមេត្រីចូលឆ្នាំនេះអ្វីដែលប្រជាពលរដ្ឋទទួលបានគឺយើងបានឃើញកាន់តែច្បាស់អំពីបេះដូងនិងទឹកចិត្តរបស់បងវរៈបងប្អូនដើម្បីសេចក្តីសុខនិងដើម្បីការជួបជុំស្នាមញញឹមរបស់ប្រជាជនកម្ពុជារបស់យើងគឺបងប្អូននៅការពាររាជภูមិទឹកដីរបស់យើងសូមគោរពអរគុណបងប្អូនវរៈបងប្អូនដែលបានការពារទឹកដីហើយបានផ្ដល់ឱកាសឲ្យយើងខ្ញុំទាំងអស់គ្នាបាទទស្សនិកជនជាទីគោរពបន្តិចទៀតនេះខ្សែព្រ័ត្រនិងសម្រាប់លេងល្បែងទីងព្រ័ត្រមិត្តភាពនេះនឹងមកដល់ឥឡូវហើយដូចដែលលោកអ្នកបានទស្សនានៅកិច្ចសម្ភាសខ្ញុំបាទជាមួយនឹងក្រុមការងារអំបញ្ញមិញនេះគឺយើងឃើញថាល្បែងទីងព្រ័ត្តម្ដងនេះគឺមានលក្ខណៈទ្រង់ទ្រាយធំមែនទែនហ្មងដែលខ្សែទីងព្រ័ត្រនេះគឺមានប្រវែងរហូតដល់250ម៉ែត្រហើយអ្នកចូលរួមលេងនេះក៏អាចចូលរួមបានរហូតដល់750ម៉ែត្រ50នាក់ផងដែរបាទប៉ុន្តែក្រៅពីនេះទៀតថាតើល្បែងទីងព្រ័ត្រនេះគឺមានប្រភពមកពីណាហើយយើងមានអត្ថន័យអ្វីខ្លះលោកស្រីវិផាអាចរាយការណ៍បន្តិចបានទេបាទទ្រទស្សនិកជនជាទីគោរពនាងខ្ញុំសូមជម្រាបជូនពីល្បែងទាញព្រ័ត្រល្បែងទាញព្រ័ត្រជាល្បែងកំសាន្តសប្បាយរបស់យុវជនខ្មែរទាំងបុរសនិងស្ត្រីល្បែងនេះគេលេងដោយប្រើកម្លាំងហើយគេលេងតែក្នុងរដូវបុណ្យចូលឆ្នាំខ្មែរគឺខែចែកខែពិសាខតែប៉ុណ្ណោះគេច្រើននិយមលេងក្នុងវត្តអារាមក្នុងពិធីបុណ្យចូលឆ្នាំខ្មែរព្រោះវត្តមានទីវាលធំទូលាយងាយដល់ការលេងល្បែងនេះតែអាចលេងនៅតាមភូមិក៏បានល្បែងនេះគេច្រើនលេងនៅពេលថ្ងៃតែប្រសិនបើមានចង្កៀងភ្លឺឬពន្លឺព្រះច័ន្ទថ្លាគេអាចលេងនៅពេលយប់ក៏បានគ្រឿងប្រដាប់សម្រាប់លេងគេយកខ្សែព្រ័ត្រធ្វើពីខ្សែគោស្បែកក្របីធ្វើព្រ័ត្រឬគេយកពួរធ្វើពីជក់ដូងជាព្រ័ត្រសម្រាប់ទាញប្រវែងយ៉ាងខ្លីពី20ហត្ថឡើងទៅទំហំប៉ុនក្មេងដៃហើយនឹងយករកាំងមួយសម្រាប់ទះសម្រាប់វាយនៅពេលដែលទាញដំបូងគេចែកអ្នកលេងជាពីរក្រុមមួយខាងយ៉ាងតិចត្រឹម5នាក់ឬក៏10នាក់ឡើងទៅតាមដែលគេរកគ្នាបានក៏លេងប៉ុណ្ណោះតែតាមទម្លាប់អ្នកស្រុកបើមានមនុស្សស្រីចូលលេងផងគេឲ្យស្រីនៅម្ខាងប្រុសនៅម្ខាងហើយគេយល់ថាភេទស្រីតែងតែមានកម្លាំងខ្សោយជាងបុរសគេតែងតែដាក់ខាងស្រីឲ្យមានចំនួនជ្រើសចំនួនច្រើនលើសបុរសយ៉ាងតិចត្រឹម2នាក់ជាដរាបគឺបើប្រុស8នាក់គឺខាងស្រី10នាក់សម្រាប់ល្បែងទាញព្រ័ត្រចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី2ខែធ្នូឆ្នាំ2015នៅទីក្រុងវិញដុកប្រទេសណាមីប៊ីបាទទូរទស្សនិកជនជាទីគោរពខណៈនេះដែរខ្ញុំបានសូមលើកបន្តិចថ្មីនេះលោកម៉ាកូរូប៊ីអូរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានផ្ញើសារជូនពរឆ្នាំថ្មីប្រពៃណីខ្មែរដល់ប្រជាជនកម្ពុជាខណៈដែលលោកបានសម្ដែងក្តីសង្ឃឹមថាចំណងមិត្តភាពទ្វេភាគីនឹងបន្តរីកចម្រើននិងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកខណៈដែលប្រទេសយើងនេះចាប់ផ្ដើមប្រារព្ធពិធីចូលឆ្នាំថ្មីនៅថ្ងៃទី14មេសា
ហើយលោករូបៀវក៏បានមានប្រសាសន៍ថាក្នុងនាមជាជនជាតិអាមេរិកលោកសូមផ្ញើជូនពរដល់ គ្រប់នឹងជាទីមេត្រីនៅរុស្ស៊ីនេះគឺនៅក្នុងនៅឯផ្លូវថ្មើរជើងចាក់ទៅមុខដែលយើងស្គាល់ថាជាផ្លូវ Walk Street គឺនឹងត្រៀមរៀបចំនៅកម្មវិធីមួយដែលយើងហៅថាជាកម្មវិធីទាញព្រ័ត្រមិត្តភាពនគរសង្គ្រាមឬក៏យើងអាចនិយាយបានថាដោយសាមញ្ញគេហៅទាញព្រ័ត្រយៈខ្នាតយៈមួយដែល